បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះផងដែរខ្ញុំបាទនឹងមកបង្ហាញបងប្អូនអរគ្នាបាទអំពីរបៀបបាទនៅក្នុងការភ្ជាប់ជាមួយនឹងកាមេរ៉ាដែលប្រើជាមួយនឹង App V380 របស់យើងបាទភ្ជាប់ដើម្បីមើលបាននៅក្នុងទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងចង់ដឹងថាការភ្ជាប់ជាមួយនឹងកាមេរ៉ាដែលប្រើ App ជាមួយនឹង V380 របស់យើងគេធ្វើរបៀបណាបាទអញ្ចឹងតោះចូលទៅកាន់វីដេអូទាំងអស់គ្នាបាទអញ្ចឹងដំបូងឡើយបងប្អូនចូលទៅ download ជាមួយនឹង app បាទ V380 Pro នេះសិនមកបាទអញ្ចឹងតើតើនឹងការ download បាទបងប្អូនដឹងហើយគឺបងប្អូនអាចចូលទៅ download នៅក្នុង App Store ក៏បានឬមួយក៏ Play Store ក៏បានបាទនៅពេលដែលបងប្អូន download ហើយបាទបងប្អូនចុចចូលជាមួយនឹង app នឹងមកបាទចុចចូលជាមួយ app មកអូខេអញ្ចឹងបើក app ដំបូងគឺវាចេញអញ្ចឹងបងប្អូនបាទអូសវាទៅបាទអូសទៅឆ្វេងទៅបាទហើយបន្តមកទៀតគឺបងប្អូនចុចលើពាក្យថា get start មកបាទមកដល់កន្លែងនេះបងប្អូនចុចបើក tick កន្លែងនេះមកហើយបងប្អូនចុចលើពាក្យ read and agree នេះមកអូខេបងប្អូនចុចលើពាក្យ allow នេះមកចុចលើពាក្យ allow one នេះមក allow ទៀតបាទអញ្ចឹងគឺវាមកដល់ចំណុចនេះហើយនៅក្នុងការបង្កើត account បាទបងប្អូនអាចបង្កើត account ដោយបងប្អូនអាចចូលទៅ register ក៏បានបាទឬមួយក៏បើសិនជាបងប្អូនប្រើ iPhone បងប្អូនអាចភ្ជាប់ជាមួយនឹង Apple ID ក៏បានឬមួយក៏ចូលជាមួយនឹង Facebook ក៏បានឬមួយក៏បើសិនជាបងប្អូនត្រៀមជាមួយនឹង Gmail រួចរាល់ហើយបងប្អូនចុចជាប់ជាមួយនឹង account Google របស់បងប្អូនក៏បានដែរបាទអញ្ចឹងសម្រាប់ខ្ញុំបាទគឺខ្ញុំបាទបានត្រៀមជាមួយនឹង Gmail បាទ account Google របស់ខ្ញុំរួចរាល់ហើយអញ្ចឹងខ្ញុំបាទរីកកំណត់បងប្អូនឲ្យធ្វើតាមខ្ញុំបាទទៅព្រោះវាមានភាពងាយស្រួលបាទអញ្ចឹងបាទយើងចុចទៅលើពាក្យGoogle ហ្នឹងមកហើយបងប្អូនចុចលើពាក្យ continue នេះមកបាទអញ្ចឹងកន្លែងនេះបងប្អូនត្រូវជ្រើសរើសទៅលើ account Google ឬមួយក៏ Gmail បងប្អូនណាមួយដែលបងប្អូនចង់ភ្ជាប់បាទក្នុងករណីដែលបងប្អូនមាន account Google ឬមួយក៏ Gmail ច្រើនដូចខ្ញុំបាទអញ្ចឹងខ្ញុំបាទសូមជ្រើសរើសជាមួយ Gmail មួយនេះខ្ញុំភ្ជាប់ជាមួយ Gmail មួយនេះបាទបងប្អូនរងចាំវាបន្តិចទៅបាទបន្តមកទៀតបងប្អូន scroll មកក្រោមមកហើយបងប្អូនចុចលើពាក្យថា continue បាទបងប្អូនរងចាំវាបន្តិចបាទមកដល់ត្រង់ចំណុចនេះបងប្អូនជ្រើសរើសបាទជាស្វែងបងប្អូនគ្នាបាទបើសិនជាវា load អញ្ចឹងបងប្អូនចុចលើពាក្យ allow នេះមកបាទហើយមកដល់ត្រង់ចំណុចនេះគឺសូមបងប្អូនចុចលើពាក្យជ្រើសរើសយកកន្លែង Asia នេះមកហើយបងប្អូនចុចលើពាក្យ confirm បាទកន្លែងនេះគឺយើងចុច I know នេះមកអូខេចុច get start ទៅបាទអញ្ចឹងមកដល់ចំណុចនេះគឺមានន័យថា account V380 របស់យើងគឺត្រូវបានបង្កើតរួចរាល់បាទអញ្ចឹងបន្តទៅទៀតគឺអីដែលយើងត្រូវធ្វើគឺភ្ជាប់ជាមួយនឹងកាមេរ៉ារបស់យើងបាទអញ្ចឹងបាទកុំឲ្យខាត់ពេលវេលាច្រើនយើងទៅមើលពីរបៀបភ្ជាប់កាមេរ៉ាទាំងអស់គ្នាបាទបងប្អូនគ្នាឥឡូវមុននឹងចូលទៅដល់ការភ្ជាប់យើងមកមើលជាមួយកាមេរ៉ារបស់យើងសិនបាទអញ្ចឹងយើងមកដាក់ memory ក៏ដូចជា SIM ចូលបាទយើងដាក់ memory ក៏ដូចជា SIM ចូលហើយសម្រាប់កាមេរ៉ារបស់យើងផងដែរបងប្អូនគ្នាកន្លែងនេះគឺQR code នេះគឺយើងត្រូវ scan នៅពេលដែលយើងភ្ជាប់គឺយើងត្រូវ scan កន្លែងហ្នឹងណាបងប្អូនគ្នាបាទតែឥឡូវតោះយើងមកមើលយើងមកដាក់ memory ហើយនឹង SIM ចូលសិនបាទកន្លែងដាក់ memory និង SIM គឺនៅផ្នែកខាងក្រោមកាមេរ៉ានេះបាទអញ្ចឹងយើងបើកវាមកអូខេបងប្អូនគ្នាយើងបើកមកហើយយើងធ្វើការដាក់បាទដាក់ SIM ហើយនឹង memory ចូលបាទយើងដាក់ឲ្យត្រូវមកដាក់ធ្វើម៉េចឲ្យចូលបាទយើងរុញវាឲ្យក្លឹបចឹងទៅបាទឲ្យវាជាប់នៅនឹងមកហើយ memory ដូចគ្នាគឺដាក់ខាងក្រោមនេះបាទហើយយើងរុញវាចឹងមកបាទឲ្យវាសុបក្លឹបទៅជាប់នៅក្នុងហ្នឹងហើយបាទអញ្ចឹងបាទការដាក់ SIM ហើយនឹង memory របស់យើងគឺរួចរាល់បាទហើយបន្តមកទៀតយើងដោតភ្លើងវាមកបាទយើងដោតភ្លើងវាទៅបាទបើភ្លើងហើយរងចាំឲ្យវាដើរបន្តិចសិនបងប្អូនគ្នាបាទ Camera is starting please wait អូខេយើងរងចាំវាតិចទៅឲ្យវាដើរតិចសិនទៅ Mobile network connecting អូខេបងប្អូនគ្នាបាទគឺវាដើររួចរាល់ហើយ
គឺវាដើររួចរាល់ហើយអញ្ចឹងបាទគឺបន្តមកទៀតគឺយើងធ្វើការ add device ចូលដល់យើង scan កន្លែង QR code កន្លែងនេះបាទបងប្អូនគ្នាបាទសម្រាប់ការចូលទៅ add device ចង់បងចុចលើកន្លែងសញ្ញាលេខបូកកន្លែងនេះមកបាទចុចសញ្ញាលេខបូកហ្នឹងមកហើយបងប្អូនធ្វើការចុចលើពាក្យថា add camera នេះមកបាទហើយបងប្អូនដាក់ scan កន្លែង QR code កាមេរ៉ា V380 របស់យើងមកអូខេបាទបន្តមកទៀតបាទបងប្អូនចុចលើពាក្យថា add camera ខាងក្រោមនេះមកបាទបងប្អូនរងចាំវាបន្តិចទៅវាកំពុងដើរបាទវាអាចនឹងចំណាយពេលមួយស្ទុះបាទវាអាចនឹងចំណាយពេលមួយស្ទុះបាទអញ្ចឹងបងប្អូនរងចាំវាបន្តិចទៅបាទបាទបន្តមកទៀតគឺបងប្អូនចុចលើពាក្យថាកន្លែងនេះបើសិនជាបងប្អូនចង់ដាក់ឈ្មោះក៏បានឬមួយក៏បងប្អូនបើមិនចង់ដាក់ទេបងប្អូនចុចលើពាក្យថា view device នេះតែម្ដងទៅបាទហើយសម្រាប់ខាងក្រោមនេះផងដែរបងប្អូនចុច confirm ក៏បានដែរបាទកន្លែងនេះគឺបងប្អូនចុច limit ចុច allow full size ក៏បាន limit size ក៏បានដែរបងប្អូនគ្នាកន្លែងហ្នឹងអត់អីទេបាទអញ្ចឹងគឺកាមេរ៉ារបស់យើងគឺជាប់បានដោយជោគជ័យបងប្អូនអាចមើលបាននេះកាមេរ៉ានេះគឺកាមេរ៉ារបស់យើងនេះគឺរូបភាពកាមេរ៉ារបស់យើងតែម្ដងបាទគឺយើងភ្ជាប់បានដោយជោគជ័យបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគឺបងប្អូនដែលចង់ភ្ជាប់ជាមួយនឹងកាមេរ៉ាដែលប្រើជាមួយនឹង AV180 បាទបងប្អូនអាចមើលតាមវីដេអូនេះបានបាទតាំងពីការបង្កើត account រហូតដល់ការភ្ជាប់គឺងាយទេបងប្អូននឹងធ្វើបានខ្លួនឯង 100% បាទអញ្ចឹងបាទបើសិនជាមានចង្អល់អីបន្ថែមទាក់ទងនឹងកាមេរ៉ាហ្នឹងបងប្អូនអាចធ្វើការ comment សួរបានបាទខ្ញុំបាទនឹងធ្វើជាវីដេអូជូនបងប្អូនគ្នាបាទអញ្ចឹងបើសិនជាបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយចុច follow សម្រាប់ Facebook page ក៏ដូចជាចុច subscribe សម្រាប់ YouTube ផងបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបាទសូមអរគុណបងប្អូនគ្នាបាទ